ចឹងដែរបងប្អូនទាំងអស់គ្នាដែលនៅប្រើចង្ក្រានហ្គាសក្បាល2ចាស់តម្រូវការជួសជុលឲ្យថ្មីវិញអាចតាក់ទងមកបានចឹងចង្ក្រាននេះដែរវាខូចវាធ្លុះក្បាលហ្នឹងវាឆេះទៅវាបុកភ្លើងទៅក្រោមវិញអញ្ចឹងយើងប្រើទៅវាឆាបខាងនេះដែរភ្លើងវាក្រហមដោយសារតែយើងប្រើយូរឆ្នាំទៅវាមានកម្មមានច្រេះមានអី